បាទជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាហើយនេះយើងចាប់ដួងយកទៅស្រុកឲ្យតែជុំទៀតហើយបាទបងប្រុសគាត់កំងហើយខាងកាហ្វេប្រិយមិត្តផងហើយយប់មិញរស់បាទខាងទឹកខាងស្ពានដៃហើយបាទហើយការស្រុករបស់យើងមិនចាប់ស្រុកឈៀងឆៅណាមកលាងទឹកសម្អាតហើយបន្ទាប់មកគឺយើងយកវាមកត្រាំមួយតកបាទតកគឺដាក់ត្រាំឲ្យវាសងស្លាប់ហើយមិនយើងយកទៅស្រុកបាទព្រោះអីបាត់ពិសោធន៍យើងធ្វើ5ឆ្នាំហើយការរៀបចំការស្រុកការសម្អាតវាគឺរៀបចំស្អាតណាបងមិនមែនចាប់ស្រុកឆៅអត់មានមូលដ្ឋានគ្រឹះក្នុងការធ្វើម្ហូបឲ្យបងទេបាទបងខ្លះគាត់ឆ្ងល់ចាំបាច់ត្រាំតែកបបាទយើងត្រាំទៅវាល្អភ្នែកមើលកុំស្រុកតែគ្នាទាំងរស់យើងហូបរស់អ្នកខ្លះគេថាបនបាបមិនយីហើយតែការស្រុកវាដាក់ទៅភ្លាមវាប្រកាច់ខ្លាំងអញ្ចឹងយើងសុខចិត្តត្រាំតែកបវាចឹងទៅបាទឃើញទេត្រាំតកឲ្យធ្វើត្រជាក់ចាប់តាមស្លាប់ដូចក្តាមដូចអីដែរមកដូចបន្ទង់ដូចអីដែរដូចគ្នាទេដល់ពេលដែលយើងចាប់ធ្វើម្ហូបគឺយើងមុននឹងសម្រាប់ពួកវាយើងស្រុកយើងត្រាំតកវាចឹងទៅហើយស្រាប់របស់ខ្ញុំគឺធ្វើអញ្ចឹងហើយតពីស្លាប់ចឹងហើយខ្ញុំយកទៅស្រុកនេះមិនលើកលើកឡើយឃើញទេបាទអត់ស្រុកទាំងចឹងទេបាទហើយមុនស្រុកយើងសម្អាតហើយមិនដើមយកមកត្រាំតកឲ្យមកស្រុកអត់មានចេញមកពីចំណីក្រិចក្រែកអក្រក់អីណាយកទៅស្រុកទេបាទបាត់សល់ខ្ញុំ5ឆ្នាំហើយបើមិនចឹងមែនអតិជនគាត់នៅតែបន្តទិញខ្ញុំដែរហើយបើខ្ញុំធ្វើមិនស្អាតមិនល្អសួរថាពីណាដែលហ៊ានទិញយើងហូបសម័យនេះហើយបងអត់មានពីណាគេទៅហូបរបស់ដែរគ្មានគុណភាពមិនដឹងពីប្រភពទេហើយបើយើងធ្វើក្លែកខ្លាក់នោះណាគេហូបរបស់យើងបាទយើងធ្វើអតិជនហើយយើងលក់ទៀតនោះបាទអូខេវីដេអូនេះមានតែប៉ុណ្ណេះផ្ញើសារទៅបងមុនធ្វើម្ហូបឲ្យគេសួរចូលរៀបចំខ្លួនឯងស្អាតសិនណាខ្ញុំចេះតែលក់ទាំងតឹងទឹះមិនដឹងមុខដឹងក្រួយអូខេបាទបន្ទាប់ពីយើងត្រាំតកវាហើយយើងចាប់ប្រាំយកវាទៅស្រុកបាទនេះគេមានតកបងប្អូនបាទដាក់ចូលស្រុកតែម្ដងបាទឃើញទេអត់មានប្រកាច់ញ៉ៃអីទៀតទេបងប្អូនខ្លះស្រុកទាំងរស់បាទខ្ញុំអត់ទេខ្ញុំមានក្បួនមានຂະຫນាតបាទការធ្វើត្រឹមត្រូវបាទហើយការលាងពោះការសម្អាតខ្ញុំធ្វើស្អាតណាព្រោះខ្ញុំជាអ្នកហូបខ្ញុំយល់ដឹងពីអ្នកហូបដូចគ្នាបាទមិនស្អាតមិនល្អគឺមិនហូបទេហើយបងមើលទឹកណាបងមើលទឹកនេះឲ្យមើលទឹកបាទឃើញទឹកថ្លាទេបងបាទនេះថាការលាងពោះរបស់យើងគឺស្អាតដង្កូវយើងធ្វើគឺល្អបើដង្កូវធម្មតាស្រុកតែប៉ុណ្ណឹងចេញទឹកមកឡើងខ្មៅវល់គាត់ថាចំហាយផ្សែងភីហ្នឹងក៏មានក្លិនដែរតែសម្រាប់ខ្ញុំគឺអត់មានបញ្ហាអីទេបាទគឺខ្ញុំធ្វើមកស្អាតហើយមកហូបទៅមិនបាច់ភ័យទេពីព្រោះខ្ញុំអ្នកហូបដែរខ្ញុំធ្វើមិនស្អាតមិនកើតបាទរបស់ទាំងនេះគឺខ្ញុំហូបដូចតែគ្នាមិនហូបតែខ្ញុំម្នាក់ទេអ្នកផ្ទះហូបទាំងអស់តាំងពីកូនខ្ញុំឪពុកម្ដាយយាយតាគាត់គឺហូបទៅទាំងអស់បាទហើយអញ្ចឹងយើងត្រូវការធ្វើស្អាតណាមិនធ្វើលំចេះថាអូចេះឆ្ងាញ់បាទឃើញតាមបណ្ដាញសង្គមបាទគេផុសឲ្យមានអ្នកខ្លះក៏ share ចូលមកឆាតខ្ញុំឲ្យខ្ញុំមើលតែគេធ្វើអញ្ចឹងឆ្ងាញ់តែសម្រាប់អ្នកដែលធ្លាប់ហូបរបស់ខ្ញុំហើយគឺគេដឹងហើយបងតម្លៃថ្លៃខុសគ្នាបន្តិចបន្តួចមែនប៉ុន្តែសំខាន់សុខភាពអាហារសមត្ថភាពចំណីអាហាររបស់គាត់ល្អចាំខ្ញុំនិយាយតែដែរហ្នឹងសុខភាពចំណីអាហារបងប្អូនធំជាងប្រាក់ចំណេញរបស់ខ្ញុំបើគាត់តែមើលការស្រស់មុននឹងស្រស់ក៏ខ្ញុំត្រូវត្រាំតកដល់ពីត្រាំតកហើយពេលវាសន្លប់ហើយมันយកវាមកស្រស់ហើយហ្នឹងក៏ត្រូវយកវាទៅត្រាំតកវិញទៀតហ្នឹងបាទនេះដាក់ពុះមួយឆាច់ទៀតហើយអាចវាយចូលជាកញ្ចប់ឲ្យបងបានចាប់ហើយកន្លះគីឡូគាត់ថាយក1គីឡូតែលើដាក់បានគាត់កន្លះគីឡូសិនទេបងចាំ5ថ្ងៃទៀតបាទនេះហើយវគ្គនេះគឺយើងអត់ដាក់ទឹកត្រីចូលត្រាំដូចមុនទេបាទគឺយើងធ្វើជាកបោទូចេះសម្រាប់ដាក់ឲ្យគាត់ណាសួរគាត់វិចខ្ចប់យកទៅបើថាចង់ទៅខេតគាត់ខ្លះស្អីហើយអែមមកបាទនេះទៅខាង60ម៉ែត្របាទតែយើងអត់ដាក់ជាជ្រក់ទឹកត្រីទេតែពេលដែលគាត់ហូបគាត់អាចចាក់ទឹកត្រីចូលក៏បានឬក៏យកទឹកត្រីធ្វើជាយកទឹកត្រីចលក់ក៏បានហើយយកដួងនេះគឺគាត់ត្រាំតកឲ្យវាត្រជាក់ហ្នឹងយើងធ្វើចេះវិញបាទកែច្នៃចេះវិញរនេះហៅបាទប៉ុណ្ណាដួងបាទ Facebook ប៉ុណ្ណាក៏ដល់កន្លះដែរនេះ Telegram អីណាមុនណាទៅការតាក់ទងមកបាទចំនួន8ប្រអប់បាទហើយ5ថ្ងៃ7ថ្ងៃទៀតយើងនឹងមានបន្តទៀតណាសម្រាប់បងដែលមានតម្រូវការវគ្គក្រោយគឺស្រួលហើយមិនបាច់ជ្រក់អីទៀតទេគឺខ្ញុំរៀបចំជាប្រអប់ចេះបាទគាត់ថាខ្ញុំត្រូវចំណាយប្រអប់នេះថែមទេប៉ុន្តែតម្លៃនៅដដែលណាហ្នឹងហើយមកប្រអប់នៅតម្លៃតែ20000រៀលដដែលទេតែបងដែលមានតម្រូវការបាទបងខ្លះគាត់ឲ្យអេដបន្លែពីលើឲ្យគិតលុយតាមនឹងទេប៉ុន្តែអាហ្នឹងជាមើលជាក់ស្ដែងយើងធ្វើទៅតាមនឹងទៀតណាចាំបងដែលគាត់ធ្លាប់ហូបគាត់ដឹងពីគុណភាពគឺគាត់ថាអេដបន្លែអេដ
ជាមួយនឹងខ្ទឹមពងទៅហើយកត់លុយតាមនឹងទៅ 25,000 អីក៏គេហ៊ានទិញហូបដែរតែសម្រាប់ម្នាក់អត់តន់ហូបបាទគាត់នៅទំថាចង់សាកបាទជាគាត់គិតថាតម្លៃនឹងថ្លៃបាទតែសម្រាប់បងដែលធ្លាប់ហូបពីជំនាន់មុនបាទ2017 2018 19បាទចូល2020បាទគាត់ថាតម្លៃប៉ុណ្នេះគឺសួរថាយើងលក់ចំណេញអត់បាទទៅគាត់ធ្លាប់ហូបរបស់គេបាទមកគ្រាប់$3បាទពេលនោះខ្ញុំក៏ដឹងដែរប៉ុន្តែខ្ញុំពេលនោះខ្ញុំអត់ទាន់ពូជចិញ្ចឹមបានខ្ញុំចាប់ផ្ដើមចិញ្ចឹមនៅឆ្នាំ2020ទេហ្នឹងហើយហើយអានេះក៏ធ្វើចេះដើម្បីឲ្យស្រួលបងដែរបងខ្លះគាត់ត្រូវការយកទៅខេត្តគាត់កាន់តែប៉ុណ្ណឹងមកប្រអប់វាបាទតែប៉ុណ្ណឹងមកហើយគាត់ត្រាំតកខ្លះសេតកទៅបាទចង់ទៅដល់ណាក៏បានដែររតនគិរីមណ្ឌលគិរីអីអត់ភ័យទេបាទពួកនេះតិចទុកបានខ្លះសេឲ្យទៅតិចកកតិចល្មមក៏បានទុកបានទុករហូតបាន12ខែ3ខែអីទេសំខាន់ខ្លះសេវាជាប់បងហ្នឹងអូខេវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអត់មានអីដែរដាក់ទេហើយចាប់ដើមបិទចេញទៅហើយទាំងព្រឹកដើម្បីឲ្យគាត់បានល្ងាចលក់ណាបងប្អូនបងមានតម្រូវការទៅខាង60ម៉ែត្រអាចតាក់ទងបានដូចគ្នាដូចជាកញ្ចប់ចឹងហាត់ទៅល្អបាទអូខេអរគុណច្រើនបាយ